2024 ជាឆ្នាំប្រកួតកីឡាអូឡ িম্প ិករដូវក្តៅលើកទី33នៅទីក្រុងប៉ារីសប្រទេសបារាំងដែលកម្ពុជាមានមោទនភាពបានបំពេញកាតព្វកិច្ចជាសមាជិកគណៈកម្មាធិការអូឡ িম্প ិកអន្តរជាតិចូលរួមការប្រកួតតាមរយៈសិទ្ធិអនុគ្រោះរួមមានកីឡាករកីឡាការិនីអត្តពលកម្ម1នាក់និងហែលទឹក2នាក់ព្រមទាំងតារារ៉េបវ៉ាន់ដាក៏បានច្រៀងក្នុងពិធីបិទកីឡាអូឡ িম্প ិកដ៏កម្រនិងមានមោទនភាពបំផុតសម្រាប់កម្ពុជានិងចលនាអូឡ িম্প ិកកម្ពុជាសុខភាពល្អក៏យើងមានមិនស្ពឹកស្រពន់កីឡាគឺជារូបមន្តនាំយើងឲ្យចេញអត់ធន់ថ្លៃថ្នូរសុភាពតំផ្លន់មិនចេញក្រៅធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុទ្ធគុណចម្រុះអាស៊ីត្រូវបញ្ចប់ដោយជោគជ័យនិងក្រោមគំនិតផ្ដួចផ្ដើមដ៏ឆ្លៀសវៃនិងចក្ខុវិស័យវែងឆ្ងាយប្រកបនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិរក្សដើម្បីអភិវឌ្ឍយុទ្ធគុណដូនតាខ្មែរការប្រកួតកីឡាយុទ្ធគុណចម្រុះខ្មែរបុរាណលើកទី1ពានរង្វាន់សម្ដេចបវរធិបតីបានប្រព្រឹត្តទៅយ៉ាងកក្រឹកកក្រែងអធិកអធមល្បីល្បាញទូទាំងប្រទេសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជ័យអាយុយឺនយូរដូចឆ្លេងព្រមស្រីយើងខំជួបជុំលេងឲ្យសប្បាយច្រើនណាស់ប្រភេទទាំងឡាយយើងលេងឲ្យសប្បាយតាមចិត្តប្រាថ្នាព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី4និងកីឡាជាតិជនពិការលើកទី2របស់ក្រសួងអប់រំយុវជននិងកីឡាគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានចូលរួមសហការរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិនិងពិធីបើកបិទដោយមានការចូលរួមពីគ្រប់សហព័ន្ធកីឡាជាតិរដ្ឋបាលរាជធានីខេត្តនិងក្រុមហ៊ុនឯកជនយ៉ាងច្រើនកកដែលពិធីបើកស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីផងដែរកីឡាជាថ្នាំដែលនាំឲ្យយើងផ្ដើមពីការយកចិត្តទុកដាក់ខ្ពស់លើចលនាអូឡ িম্প ិកសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីក៏បានផ្ដល់មហាកិត្តិយសដ៏ឧត្តមឧត្តមបើកទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរលើកទី29ឆ្នាំ2024និងបានចូលរួមរត់ចម្ងាយ5គីឡូម៉ែត្រដែលជាសក្ខីភាពនៃការធ្វើឲ្យព្រឹត្តិការណ៍កីឡាមហាជននិងទេសចរដ៏ធំជាងគេប្រចាំឆ្នាំកាន់តែល្បីល្បាញថែមទៀតឆ្លៀវឆ្លាតវាងវៃកីឡាជាផ្នែកអប់រំក្នុងដំណើរការអភិបាលកិច្ចរបស់គណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាក្រោមការដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិនិងឯកឧត្តមបណ្ឌិតប្រធានតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅយន្តការគ្រប់គ្រងដឹកនាំតាមលក្ខន្តិកៈគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាដូចជាការរៀបចំមហាសន្និបាតបុកសរុបការងារប្រចាំឆ្នាំលើកទិសដៅឆ្នាំបន្តកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរៀងរាល់3ខែម្ដងការបណ្ដុះបណ្ដាលរដ្ឋបាលកីឡាដើម្បីពង្រឹងនិងអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យកីឡាពង្រឹងអភិបាលកិច្ចល្អភាពជាអ្នកដឹកនាំកីឡាដល់មន្ត្រីកីឡារាជធានីខេត្តជារៀងរាល់ឆ្នាំចំណែកការពង្រឹងសមត្ថភាពបច្ចេកទេសគ្រូបង្វឹកតាមរយៈវគ្គសិក្សាសាមគ្គីអូឡ িম্প ិកស្ដីពីគ្រូបង្វឹកសម្រាប់សហព័ន្ធកីឡាអូឡ িম্প ិកក៏បានផ្ដល់ជូនសហព័ន្ធកីឡាជាតិផងដែរកីឡាជាថ្នាំដែលនាំឲ្យយើងគ្រប់ប្រាណមានកម្លាំងហើយចិនក្លាហានសុខភាពល្អក៏យើងមានមិនស្ពឹកស្រពន់កីឡាគឺជារូបមន្តនាំយើងឲ្យចេញអត់ធន់ថ្លៃថ្នូរសុភាពតំផ្លន់មិនចេញតូចតែទុំរុនឆ្លាតវាងវៃកីឡាជាផ្នែកអប់រំនាំយើងឲ្យមានវិន័យការងារនឹងបានប្រពៃចូលកូនខ្មែរទាំងប្រុសស្រីព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នានិងកីឡាដើម្បីសមភាពស្ត្រីត្រូវបានរៀបចំតាមប្រតិទិនប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាដូចជាទិវារត់ប្រណាំងស្ត្រីនិងកីឡា
របស់គណៈកម្មការសមភាពស្ត្រីអមគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាក្រោមការដឹកនាំរបស់លោកជំទាវ កុយពិសីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងក្រុងព្រះសីហនុទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនៃយើងរត់ប្រណាំងអន្តរជាតិ Full Marathon ចក្រភពអង្គររត់ប្រណាំងឆ្លងឧបសគ្គអង្គរ Ultra Trail នឹងរៀបចំការប្រកួតកីឡាគុនខ្មែរអន្តរជាតិជើងឯកពិភពលោកលើកទី5ឆ្នាំ2024មិនស្ពឹកស្រពន់កីឡាគឺជារូបមន្តនាំយើងឲ្យចេញអត់ធន់ថ្លៃថ្នូរដើមឆ្នាំ2025ជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលកម្ពុជានិងចលនាអូឡ িম্প ិកកម្ពុជាបានចូលរួមប្រកួតកីឡាអាស៊ីរដូវរងាលើកដំបូងរបស់ខ្លួននៅទីក្រុង Harbin ប្រទេសចិនឲ្យមានវិន័យការងារនឹងបានប្រពៃក្នុងនាមគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលក្រសួងអប់រំយុវជននិងកីឡាពិសេសសហព័ន្ធកីឡាជាតិនិងក្រុមហ៊ុនឯកជនដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រទាំងស្មារតីសម្ភារៈថវិកាក្នុងស្មារតីអភិវឌ្ឍចលនាអូឡ িম্প ិកនិងកីឡាជាតិអាយុយឺនយូរដូចឆ្លេងប្រងស្រី